កំពុងភ្លុកទៀតហើយបងប្អូននេះបងប្អូនជួយសៀមួយផងឲ្យទេសចរបានឃើញថាទេសចរនៅសៀមរាបយើងដំណើរការធម្មតាអត់មានអីត្រូវព្រួយបារម្ភទេបងប្អូននេះហើយក៏ថ្ងៃនេះខ្ញុំមកកំពុងភ្លុកបងប្អូនមើលនេះភៀវជីកណូតតូម៉ូដូចមានតូមានម៉ូក្រឹកក្រែងបងប្អូនភៀវច្រើនគួរសមតើថ្ងៃទី27 28ខែ12បងប្អូននេះខ្ញុំបានភៀវជាតិយើងទេនេះបងប្អូនមើលកណូតនៅខាងមុខនោះទាំងជួដែរ3 4គ្រឿងទាំងអស់គ្នាហើយជួសគ្នាអាតូម៉ូក៏ច្រើនដែរបងប្អូនមានតែមួយចិន2ចិននៅនេះភ្ញៀវទេសចរបរទេសច្រើនបងប្អូនហើយចំថ្ងៃនេះផងអត់មានថ្ងៃបនទានទៅភ្ញៀវជាតិយើងអត់សូវដើរមកទេហើយមានភាគច្រើនទៅបរទេសប្រកបមកលេងនៅនេះមើលចឹងឯងបងប្អូននេះមើលភូមិមើលផ្ទះហើយថាភូមិមិនដែលទឹកតែខែប្រាំងនៅខែប្រាំងជីផ្លូវខាងក្នុងហ្នឹងតាមរ៉បបកោភ្លើងបងប្អូនតែបើខែហ្នឹងមានទឹកគេជីនៅខាងមាត់ដៃស្ទឹងខាងក្រោមនេះវិញទឹកឥឡូវនៅជីបានមកស្រួលបងប្អូនតែរៀងល្អបន្តិចបើទៅខែភ្ជុំបិណ្ឌខែ9 10ហ្នឹងទឹកស្អាតទឹកថ្លាឥឡូវទឹកវាល្អប៉ុន្តែទឹកច្រើនជីបានមកស្រួលបងប្អូនមើលបងប្អូននេះទូកទៅហែគ្នារដេកជួយសៀមួយផងបងប្អូនសៀមួយផងបានបងដល់ភ្ញៀវទេសចរគាត់ឃើញចង់ជិះលេងឬក៏ជួលទៅកង់ជួលលម៉កខ្ញុំជិះមកលេងអញ្ចឹងបងប្អូនដូចហ្នឹងអញ្ចឹងបានភ្ញៀវគាត់ឃើញតាម Facebook ឃើញ TikTok ទៅគាត់ឆាតមកខ្ញុំដប់មកកំពង់ភ្លុកហ្នឹងក៏ដោយសារតែបងប្អូនជួយ like ជួយ share ដែរណាបងប្អូនទោះយើងមិនបានរកពី view ក្នុង Facebook ហ្នឹងតែយើងរកអាលុយសុទ្ធទើបជាមួយនឹងភ្ញៀវហ្នឹងមកទោះជាភ្ញៀវមិនបានជិះខ្ញុំក៏ជិះអ្នកផ្សេងក៏ឲ្យតែគាត់បានមកលេងអញ្ចឹងបងប្អូនណាបានការងារធ្វើទាំងអស់គ្នាមើលឃើញបងប្អូនបានទាំងទូកបានទាំងតកងលម៉បានទាំងហូតែលទេសនៈអញ្ចឹងហាងបាយអញ្ចឹងបងប្អូនភ្ញៀវច្រើនគួរសមសម្រាប់ឋានការបច្ចុប្បន្នហ្នឹងបងប្អូនជាធម្មតាខែហ្នឹងវាមានភ្ញៀវច្រើនខែ11 12អញ្ចឹងភ្ញៀវវាមានច្រើនគាត់ថាបងប្អូនដឹងស្រាប់ហើយបច្ចុប្បន្នយើងគាត់ថាបានប៉ុណ្ណឹងក៏គ្រាន់ដែរឬក៏បានច្រើនយ៉ាងហ្នឹងទៀតក៏កាន់តែអែមនេះបងប្អូនភ្ញៀវជួលទូកគាត់ជួយជិះទូកសហគមន៍ហ្នឹងអ៊ីនៅក្នុងសហគមន៍នៅក្នុងភូមិកំពង់ភ្លុកហ្នឹងគាត់ចែវទៅខាងសហគមន៍គាត់រៀបចំដែរតាមលំដាប់លំដោយរៀងដែរបងប្អូននេះមកទូកអញ្ចឹងគ្នាច្រើនជិះទូកធំបងប្អូនពីជើងទៅពីភ្ញៀវគាត់ឈប់លើផែនេះហើយគាត់សារៈជើងគាត់ចាញ់មកខាងទន្លេបងប្អូននេះទន្លេទឹកធំល្វឹងល្វើយបងប្អូនហើយមើលថ្ងៃលិចបានស្អាតបងប្អូនថ្ងៃលិចក៏មើលស្អាតដែរពេលខ្ញុំទៅហ្នឹងកណ្ដាលខែត្រង់អញ្ចឹងអត់សូវមានថ្ងៃលិចក៏មានភ្ញៀវទៅច្រើនដែរប៉ុណ្្នឹងឯងបងប្អូនអរគុណបងប្អូនជម្រាបលាបងប្អូនជួយ like ជួយ share ផងបងប្អូន